chụp bạch bạ quần cột ở hào sẽ cái chụp từ cái đấy ấy đó về chụp ở biển một là bó chụp vàoประกอบอาชีวกรรมแพะสโคลបាទសូមជំរាបសួរខ្ញុំបាទឈ្មោះសៅគឹមស្រុនខ្ញុំបាទមានតួនាទីជាប្រធានគ្រូភាសាអង់គ្លេសនៃវិទ្យាល័យបណ្ដុះភាសា AI សាខាចាក់រ៉េថ្ងៃនេះខ្ញុំមានសេចក្តីសំណូមរីករាយខ្លាំងមែនទែនដែលបានចូលរួមកម្មវិធី Ciclo Charity Day យើងធ្វើជាសប្បុរសធម៌ជូនទៅកាន់លោកតាស៊ីក្លូចំនួន20នាក់យើងមានការចូលរួមច្រើនពីលោកគ្រូអ្នកគ្រូសិស្សានុសិស្សក៏ដូចជាគណៈគ្រប់គ្រងសាលា AI ផ្ទាល់តែម្ដងកម្មវិធីនេះគឺជាការផ្ដួចផ្ដើមរៀបចំដោយកូនសិស្សរបស់យើងផ្ទាល់គាត់បាទធ្វើការរៃទាប្រមូលថវិកានានាហ្នឹងពីមិត្តភ័ក្តិរបស់គាត់ពីមិត្តរួមថ្នាក់របស់គាត់យកមកធ្វើជាកម្មវិធីសប្បុរសធម៌ចែកម្លែកក្តីស្រឡាញ់ទៅកាន់លោកតាស៊ីក្លូហើយជាក់ស្ដែងក៏ពួកគាត់ទទួលបានបទពិសោធន៍ពិសេសមួយគឺទទួលបានបទពិសោធន៍ជាស៊ីក្លូមួយផងដែរខ្ញុំបាទឈ្មោះទេសវណ្ណថខ្ញុំបាទអាយុ72ឆ្នាំទៅចូល73ថ្ងៃទៅខាងកម្មវិធីសាលារៀន AI បានធ្វើកម្មវិធីជាអំណោយសប្បុរសធម៌ដល់យើងខ្ញុំជាអ្នកភ័ក្រស៊ីក្លូអារម្មណ៍របស់ខ្ញុំវារីករាយសប្បាយចិត្តដោយខាងសាលារៀនតែងតែមិនភ្លេចខ្ញុំជាអ្នកគេហៅថាខ្វះខាតអញ្ចឹងខ្ញុំរីករាយសប្បាយចិត្តណាស់រាល់អ្វីប្រៀបពុំបាននាងខ្ញុំឈ្មោះឡុងសុកហួយជាប្រធានសមាគមស៊ីក្លូកម្ពុជាខ្ញុំមានអារម្មណ៍ថាខ្ញុំសប្បាយចិត្តហើយក៏អរគុណដល់ម្ចាស់សាលានៅជាម្ចាស់មូលនិធិដែលគាត់គិតគូរដល់អ្នកកម្មករស៊ីក្លូដែលគាត់មានជីវភាពខ្វះខាតមានន័យថាគាត់ចែករំលែកក្តីស្រឡាញ់អរគុណដល់អ្នកគ្រូលោកគ្រូដែរដែលតែងតែប្រមូលសិស្សមេដាបេដាសិស្សដើម្បីចូលរួមចែករំលែកក្តីស្រឡាញ់ដល់ពួកគាត់ដែលមានជីវភាពខ្វះខាតសម្រាប់ខ្ញុំមានអារម្មណ៍ថាសប្បាយហើយរំភើបមែនតើដែលបានចូលរួមCharity Ciclo នឹងដោយសារតាមពួកយើងបានរៀនបទពិសោធន៍ថ្មីក្នុងការចែកទានដល់អ៊ំពូដែលរត់ស៊ីក្លូដែលគាត់ឥឡូវអត់សូវទទួលបានថវិកាអញ្ចឹងពួកយើងជូននៅថវិកានិងចំណីអាហារតិចតួចជូនដល់ពួកគាត់សម្រាប់ថវិកាដែលពួកយើងទទួលបានពួកយើងរួមគ្នាលក់ដូចជាភេសជ្ជៈឬមួយក៏ចំណីអាហារលក់នៅក្នុងសាលាយើងហើយពួកយើងប្រមូលគ្នាដើម្បីជូនដល់អ៊ំតាស៊ីក្លូអត់ទៀងទាត់ទេក្នុងមួយថ្ងៃយើងវាមានតិចមានច្រើនយកបានដល់20000 30000បើអត់មានទេសចរគួបផ្សំផងយើងរមួយថ្ងៃសម្រាប់ហូបមួយថ្ងៃអរគុណដល់បងប្អូនសប្បុរសធម៌និងជាដល់សាលារៀន AI ហើយនឹងដល់អ្នកគ្រូលោកគ្រូដែលបានមានបេះដូងមានក្តីស្រឡាញ់ដើម្បីចែករំលែកនៅកម្មវិធីសេវាសង្គមនេះគឺបានផ្ដល់ជាអំណោយដល់ជូនគាត់ដូចជាជួយកាត់បន្ថយនឹងការខ្វះខាតរបស់គាត់មួយចំណែកจากนั้นផ្ដាំផ្ញើដល់សិក្សានុសិស្សដូចគ្នាចូលរួមធ្វើអំពើល្អឬមួយក៏ចូលរួមចែកទានដល់អ៊ំដែលខ្វះខាតដែលគាត់រកចំណូលអត់បានយើងចូលរួមថវិកាម្នាក់តិចតួចដើម្បីជូនដល់ពួកគាត់ដើម្បីបានហូបទិញគ្រឿងដើម្បីសម្រាប់បរិភោគនិងចិញ្ចឹមជីវិតជាប្រចាំថ្ងៃជាចុងក្រោយខ្ញុំបាទសូមអរគុណទៅលោកគ្រូអ្នកគ្រូកូនសិស្សដែលចូលរួមក្នុងកម្មវិធីនៅក្នុងថ្ងៃនេះហើយសូមជូនពរឲ្យមានសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ចការងារបាទសូមអរគុណ